រៀបសួរសួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទស៊ឺមីខេនតាតាំងពីចូលឆ្នាំខ្មែរមកខ្ញុំមិនបានផលវីដេអូនោះទេដោយសារតែខ្ញុំរវល់រៀនពេកអ្នកនរសុខសប្បាយជាទេសម្រាប់ខ្ញុំគឺសុខសប្បាយទេហើយប្រហែលខែនេះខ្ញុំបានតែមើលវីដេអូសារ៉ាចាស់ខ្ញុំដែរប៉ុន្តែមើលដូចតឹងទ្រូងណាស់ថ្ងៃនេះដែរយើងមកបន្តសាច់រឿងដល់វគ្គបន្តទៀតកុំឲ្យខាតពេលយូរយើងចូលទាំងអស់គ្នាតែម្ដងចាប់តាមសាច់រឿងមកនៅផ្ទះម៉ូតែពួកគេកំពុងតែញ៉ាំកាទៀវម៉ូក៏បានសម្រួលបញ្ហាដែលនាងបានចាប់ដើមមុនហើយនិយាយសុំទោសទៅអៃរ៉ាដែរដែលនាងបានតម្លាក់ធុងទៅលើអៃរ៉ាឥឡូវនេះក៏ត្រូវបានអៃរ៉ានិយាយសុំទោសទៅកាន់អូក្រួនដែលនិយាយប៊ូលីទៅកាន់គាត់ប៉ុន្តែអៃរ៉ាបានបដិសេធមិននិយាយនោះឡើយហើយក៏បាននិយាយទៀតថាម៉ូនឹងគឺជាបិសាចជាមួយអូក្រួនម៉ូក៏បានប្រកែកវិញដែរថាមិនមែននោះទេប៉ុន្តែអៃរ៉ានៅតែនិយាយថាហើយទៅបានជាអូគ្រូមកទៅដូចបិសាចហើយចំណែកឲ្យយាយនាងវិញមកទៅដូច18ឆ្នាំបន្តមកពីអ្នកហ្នឹងក៏បានឆ្លោះគ្នាដល់ថ្នាក់ញ៉ាំបដាជេរគ្នាបដានៅពេលតែជេរគ្នាឆ្អែតឆ្អន់ហើយអេរ៉ាក៏បានសុំលាទៅផ្ទះវិញបាត់ទៅហើយក៏មកវិញទៅពេលនោះដែរអេរ៉ាក៏បានត្រឡប់មកវិញមកនិយាយមើលអូគ្រូនថាទោះបីជាអូគ្រូនក៏ជាបិសាចមកពីឋាននរកក៏ដោយអូគ្រូនក៏បានលះបង់ជីវិតជួយនាងជាច្រើនដែរប្រាប់ហើយថាមិនបិសាចទេអូគ្រូនក៏បានតបនឹងថាគឺគាត់ដូចជាមនុស្សដទៃដែរហ្នឹងនៅពេលតែឃើញមនុស្សដែលមានបញ្ហាគឺគាត់ត្រូវតែជួយត្រូវហើយក៏ធ្វើឲ្យអេរ៉ារំភើបចិត្តជាខ្លាំងហើយបន្ទាប់មកក៏បានប្រាប់អូគ្រូនថាបើអូគ្រូនចាប់ស្នាយបិសាចរបស់ម៉ូចាំនាងជួយរំដោះម៉ូវិញក៏ធិញនឹងអេរ៉ាដែរនិយាយថាបិសាចចេះបិសាចចោះចំណែកអេរ៉ានេះវិញក៏បានចាប់ចិត្តស្នេហាទៅលើអូគ្រូនបាត់ទៅហើយកម្មខាងនេះវិញពួកគេក៏បានធ្វើវិធីដាក់ពងអូគ្រូនចូលទៅវិញវិធីរបស់ពួកគេដូចលេងបេសបអលអញ្ចឹងបន្ទាប់មកធ្វើអូគ្រូននេះក៏បានគប់ពងមាសនោះទៅចូលក្នុងខោរបស់អូគ្រូនតើបងអូគ្រូនក៏បានលបផ្លោកស្ទាបពងទៅក៏ឃើញថាវាបានមកត្រឡប់ដូចដើមហើយយេបានពងមកយេមកវិញហើយកាន់មកដល់សាលារៀនវិញពួកគេក៏បានរកឃើញពងមួយជារបស់អូគ្រូនហើយប៉ុន្តែមួយជាទៀតមិនដឹងថានៅណានោះទេហើយម៉ូក៏បាននិយាយថាចាំជួបគ្នានៅដំបូងញ៉ាំបាយមួយគ្នាប៉ុន្តែអូគ្រូនបានបដិសេធនិយាយថាគឺគាត់លបធ្វើការងារមកញ៉ាំបាយម៉ូក៏បានញ៉ាំមួយមិត្តភក្តិរបស់នាងហើយមិត្តភក្តិរបស់នាងក៏ឆ្ងល់ដែរហេតុអ្វីមិនញ៉ាំមួយអូគ្រូនអញ្ចឹងម៉ូក៏បានតបទៅវិញថាអូគ្រូនគឺលបការងារតែអ្វីដែលនាងចាប់អារម្មណ៍នោះគឺថាអូគ្រូននិយាយមកដូចលាក់លីមកវិញអញ្ចឹងបន្ទាប់មកនាងក៏បានទិញឲ្យផឹកហើយមកភក្តិម៉ូក៏បានផ្ញើនាងទិញដែរដើរតាមផ្លូវវិញម៉ូក៏បានកាត់នឹងនឹកដល់អូគ្រូនដែរដើរទៅមុខបន្តទៀតម៉ូក៏បានឃើញតើមានរឿងអ្វីកើតឡើងទៅយើងមកមើលអូគ្រូនសិនតែប៉ុណ្ណោះការងាររបស់អូគ្រូនគឺហាត់ប្រាណឲ្យខ្លាំងជាងមុនទៅសោះអូគ្រូនក៏បានស្ដាប់ទូន្មានរបស់ករណីសៃកូហាត់ប្រាណឲ្យខ្លាំងជាងមុនដើម្បីការពារម៉ូនៅពេលនោះដែរអេរ៉ាក៏បានមកពីក្រោយហើយចង់ប្រាប់អូគ្រូនរឿងអ្វីមួយអូគ្រូនក៏បានសួរទៅកាន់អេរ៉ាថាមានការអីអេរ៉ាក៏បានប្រាប់ថានាងមិនអាចទប់អារម្មណ៍នេះបានទេហើយប្រាប់ឲ្យអូគ្រូននៅស្ងៀមហើយទង្វើរបស់អេរ៉ានោះមើលទៅចម្លែកខ្លាំងណាស់អេរ៉ាក៏បានចាំបុកអូគ្រូនត្រៀមថោហើយក៏ត្រូវបានអូគ្រូនដៃហើយអេរ៉ាក៏បានសួរទៅកាន់អូគ្រូនថាហេតុអ្វីបានជាអូគ្រូនប្លែកម៉េះផ្លាយចង់ចែកចង់ថើបខ្ញុំមកហេតុអ្វីបានជាអេរ៉ាចង់ថើបអូគ្រូនអញ្ចឹងបន្ទាប់ពីការសារភាពរួចហើយយើងត្រូវថើបគ្នាដោយសារតែខ្ញុំអានមកពីសភៅទស្សនវិស័យគេបាននិយាយអញ្ចឹងឯងហើយនៅក្នុងសភៅនោះបាននិយាយទៀតថាមនុស្សប្រុសគឺមានទំនួលខុសត្រូវដើម្បីឲ្យកាតព្វកិច្ចរបស់គាត់ទៅលើមនុស្សស្រីឲ្យបានបញ្ចប់អូគ្រូនក៏ភ្ញាក់ផ្អើលជាខ្លាំងក៏បានសួរទៅអេរ៉ាថាបានសភៅទស្សនវិស័យនោះណាអេរ៉ាក៏តបវិញថាគឺឃើញនៅក្រោមតុរបស់ឪគាត់ទោះបីជាអេរ៉ាគឺជាស្រីស្អាតប្រចាំសាលាក៏ដោយនេះគឺគ្មានបទពិសោធន៍នៅលើស្នេហានោះឡើយអេរ៉ាក៏បានទៅបន្តផ្ទះមើលអូគ្រូនដើម្បីថើបគាត់ដល់ពេលនោះដែរអេរ៉ាឆ្លាក់ការក៏បានតាក់ជើងអូគ្រូនដួលនឹងពីរនាក់ទៅអេរ៉ាឃើញអញ្ចឹងហើយក៏បានធ្វើមកជប់ឲ្យអូគ្រូនថើបនាងមកកន្លែងនេះហើយគឺជាកន្លែងដែលម៉ូបានឃើញអូគ្រូនងាកទៅមើលទៅគឺឃើញថាម៉ូកំពុងឈរមើលមកគាត់ម៉ូបានខឹងជាខ្លាំងបានដើរទៅថ្នាក់យ៉ាងមួម៉ៅអូគ្រូនក៏ខំទៅបកស្រាយឲ្យម៉ូស្ដាប់តែម៉ូគឺមិនស្ដាប់នោះទេខឹងអូគ្រូនខ្លាំងការកុហកថាការងារអីហ្នឹងស្មានតែរៀនប៉ុន្តែបើជាទៅញ៉ាយគ្នាជាមួយមីជាពាក់អេរ៉ាទៅវិញនៅក្នុងខ្នើម៉ូក៏ទៅដល់រឿងអូគ្រូននិងអេរ៉ាកំពុងធ្វើអីគ្នានឹកដល់អូគ្រូនកាន់តែធ្វើឲ្យនាងឆេះឆៅជាខ្លាំងធ្វើឲ្យនេះប្រកាសនៅក្នុងថ្នាក់តែមើលទៅដូចមនុស្សឈួតអញ្ចឹងអូគ្រូននេះនៅក្នុងថ្នាក់ជួយហាត់ប្រាណនៅកណ្ដាលថ្នាក់ចឹងហ្មងហើយមែនគេចាប់អារម្មណ៍អូគ្រូនគិតថារឿងទាំងអស់នេះគឺជាកំហុសរបស់គាត់ទាំងអស់បើអូគ្រូនខ្វល់ពីម៉ូមែនគឺអូគ្រូនត្រូវហាត់ប្រាណឲ្យខ្លាំងនៅក្នុងមួយរំពេចភ្នែកនោះអូគ្រូនក៏បានទៅចូលក្នុងពិភពលោកផ្សេងមួយទៀតមើលទៅក្រោមទៅគឺសុទ្ធតែទឹកហើយអូគ្រូនក៏បានលើសលេងអេរ៉ាស្រែកផងដែរហើយក៏បានរត់ទៅមើលពួកគេពិតជាឆ្ងល់ជាខ្លាំងហេតុអ្វីទៅបានជាមនុស្សក្នុងថ្នាក់បាត់ចឹងអូគ្រូនក៏បានទៅរកម៉ូដែរប៉ុន្តែម៉ូមិននៅក្នុងថ្នាក់រៀននោះទេអូគ្រូនមានអារម្មណ៍ថាគឺគាត់ដូចជាមានបទពិសោធន៍ជួបនឹងស្ថានភាពបែបនេះដែរម៉ូវិញក៏បានជួបបញ្ហាដូចពួកគេដែរឥឡូវនេះទឹកកំពុងឡើងខ្ពស់ជាងមុនទៅទៀតហើយម៉ូក៏បាននឹកថាអូគ្រូនបានជួបបញ្ហាដូចនាងអត់ប៉ុន្តែនឹកដល់អូគ្រូនទៅធ្វើឲ្យនាងខឹងជាខ្លាំងហើយដោយសារតែម៉ូខឹងហើយទន្ទ្រាំលើទឹកទៀតនោះក៏បានតាក់ទាញទៅដល់បិសាចអ្វីមួយហើយម៉ូក៏បានទម្លាក់ពួនផងដែរបន្ទាប់មកកកស៊ីឡាក៏បានចេញមក
ដោយសារតែម៉ូម៉ូនៅស្ងៀមនោះផ្ទៃទឹកក៏បានបង្កើតរំញោសញ្ញាឲ្យបិសាចដឹងថាម៉ូម៉ូនៅទីណាហើយម៉ូម៉ូក៏បានកើតជាមុខសញ្ញារបស់វាផងដែរបន្ទាប់មកនោះកុសលានោះក៏បានរំញោសញ្ញាឲ្យម៉ូម៉ូដឹងវិញផងដែរកុសលានោះក៏បានសរុបធម្មពលបាញ់ទៅលើម៉ូម៉ូបាញ់អស់ធម្មពលរួចហើយវាក៏បានចាក់ចេញពីកន្លែងហ្នឹងទៅជាសំណាងអីម៉ូម៉ូបានកុយកុំអីក៏ជាគោចូលបាត់សម្លេងតែកុសលាបាញ់នោះក៏បានទៅដល់អ៊ូក្រូននិងអៃរ៉ាផងដែរអៃរ៉ាក៏បានសុំអ៊ូក្រូនឲ្យបកស្រាយនឹងអ្វីដែលកំពុងតែកើតឡើងឥឡូវនេះអ៊ូក្រូនក៏មិនដឹងថាមានរឿងអ្វីកើតឡើងផងដែរប៉ុន្តែគាត់ដូចជាមានបទពិសោធន៍ជួបនឹងរឿងនេះកាលពីមុនជាមួយម៉ូម៉ូផងដែរនៅពេលហ្នឹងផ្ទៃមេឃក៏ឡើងពណ៌ខ្មៅហើយជាជាងធំមួយក៏បានលេចឡើងមកហើយម៉ូម៉ូនិងអ៊ូក្រូនក៏ជាប់នៅក្នុងហ្នឹងអៃរ៉ាក៏សួរថាធ្វើម៉េចបានចេញបានអ៊ូក្រូនក៏ប្រាប់ថាអ្វីគ្រប់យ៉ាងក៏បានត្រឡប់មកតាមបន្ទាប់ពីពួកគេក៏បានកម្ចាត់អេលៀនមានពិតមែនទេនិយាយលេងដែរអូក្រូនទៅតបវិញថាអេលៀនគឺមានប៉ិតហើយពួកវាគឺអាក្រក់ជាងយកខៃទៅទៀតនៅពេលដែលអូក្រូននិងម៉ូម៉ូជួបវាម្ដងពួកហ្នឹងក៏បានមករកប្រដាប់ភេទរបស់ពួកគេផងដែរស្រាប់ពេលហ្នឹងដែរនៅខាងមុខរបស់ពួកគេក៏បានឃើញអេលៀនបដាល់ផងដែរហើយវាក៏បានវាបហាមកលើពួកគេតែសំណាងល្អអូក្រូនក៏បាន transform ទាន់ហើយក៏បានជួយអេរ៉ាកិច្ចពីការ attack របស់វាដែរនៅពេលដែលអូក្រូនត្រៀមចេញសកម្មភាពហើយនោះស្រាប់មានធម្មពលមួយសកលគាត់យ៉ាងមិនទៅហឹងនៅក្នុងមួយរំពេចភ្នែកដែរអៃរ៉ាក៏បានឃើញមនុស្សចម្លែកមួយក្រុមតែពួកនេះក៏ជា Alien Support ដែលលេចខ្លួនមកក្នុងអេពីសូត1ឥឡូវនេះវាមករកអូក្រូនចង់បានពងក្តោបរបស់អូក្រូនតែថាតែវាបានឃើញអូក្រូនគឺខ្លាំងមិនដូចមនុស្សធម្មតានោះទេហើយបើបានពងក្តោបរបស់អូក្រូនទៀតប្រហែលជាបានលទ្ធផលល្អប៉ុណ្ណានោះទេអៃរ៉ាក៏បានលុបដៃចូលទៅជួយដែរប៉ុន្តែត្រូវបាន Alien Support នោះរុញធម្មពលរបស់វាឲ្យអៃរ៉ាខ្ទាត5ម៉ែត្រហើយវាក៏បានរៀបពិធីវាកាត់ទៅលើអូក្រូនផងដែររបស់អូក្រូនក៏បានរលាអស់លីងបន្ទាប់មកវាចង់ដកកត្រៃចង់មកកាត់ពងក្តោបរបស់អូក្រូនអ្នកគ្នាភ័យសឹងអីកាត់ចោលនៅគណៈពេលហ្នឹងដែរក៏មានសក់រឹងមាំមួយក៏បានទៅខត់ពួក Alien Support នោះមនុស្សម្នាក់នោះក៏បានលេចខ្លួនមកជួយអូក្រូនដែលគ្មានក្រៅពីណាគេទេនោះទេគឺជាអៃរ៉ានឹងឯងតែអៃរ៉ានេះមិនដូចកាលពីមុននោះទេដោយសារតែនេះបានធម្មពលរបស់ Acrobatic Silky អញ្ចឹងហើយអេពីសូតទី8យើងក៏ចប់ត្រឹមហ្នឹងពីអ្នកនេះបន្តបាននិយាយគ្នាស្រួលបួហងអេលៀនបដានោះក៏បានហប់មកវាបហាពួកគេម្ដងទៀតអូក្រូនក៏បានបញ្ញាទៅរកខោស្លៀកកម្លាំងនឹងធម្មពលរបស់អៃរ៉ានោះមិនអន់នោះឡើយក៏បានកិច្ចពី attack របស់អេលៀនបដានោះយ៉ាងងាយស្រួលបន្ថែមពីនឹងទៀតអៃរ៉ាក៏បានរត់លើនជាងទៅវាយអេលៀនសឺផូនោះទៀតប៉ុន្តែអៃរ៉ាមិនស្គាល់ធម្មពលរបស់វានោះក៏ត្រូវបានវាបាញ់ទៀតម្ដងទៀតអេលៀនសឺផូនោះដូចព្រីផ្លើយ៉ាងបាញ់ត្រូវឈ្នួលរបស់វាទៀតអៃរ៉ាមិនតន់ពិចារណាធម្មពលរបស់អេលៀនសឺផូនោះផងអេលៀនបដាហ្នឹងក៏បានវាបហាមកលើអៃរ៉ាម្ដងទៀតអូក្រូនក៏បានតបើកមើលទូដៃដែរខ្លាចមានក្អាកីឡាអីប៉ុន្តែទូដៃនីមួយមិនមានខោនោះទេខណៈពេលហ្នឹងដែរអៃរ៉ានិងអេលៀនបដានោះក៏បានវាចូលក្នុងថ្នាក់ហ្នឹងដែរអូក្រូនរកខោបានមួយប៉ុន្តែបានជាវាលហើយទៅវិញបើក៏ទៅអេលៀនសឺផូនិងអេលៀនបដានេះក៏វាយមិនត្រូវអៃរ៉ាឡើយផុងផាំងចុះឡើងក៏ត្រូវបានអៃរ៉ាតបមកជើងមកជាប់លើតពោខាងលើត្រៀមនឹងវាបហាអេលៀនសឺផូនោះហើយក៏ត្រូវបានអេលៀនសឺផូនោះ counter ទៅវិញបន្តមកវាក៏បានបហារូបរាងប៉ិតវាចេញមកហើយវាក៏មានកម្រងចង់ពិសោធន៍ទៅលើអៃរ៉ាដែរអេលៀនបដានោះដាក់អៃរ៉ាឡើងចង់ក្អួតឈាមអូក្រូនក៏បានចេញពីកំណត់តកអីហើយមកឈរតជាមួយអេលៀនសឺផូប៉ុន្តែត្រូវបានវាគ្រប់គ្រងទៅវិញធម្មពលរបស់ពួកវានេះពិតជាខ្លាំងមែនដល់ពេលដែលរួបរวมគ្នាអូក្រូនក៏ត្រូវបានអេលៀនបដានោះដាក់កដាក្បាលឡើងផុងផាំងដាក់ម្ដងហើយដាក់ម្ដងទៀតអៃរ៉ានេះប្តីក្រោយនេះមិនដឹងឃើញអីខ្លះទេស្រាប់តែពេលនោះអូក្រូនក៏បានតដៃបានហើយក៏បានបុកវាឡើងសន្លប់ពួកអេលៀនសឺផូពិតជាឆ្ងល់ជាខ្លាំងហើយតែវាបានជាអូក្រូននេះបំបែកធម្មពលសាយខិចវាបានប៉ុន្តែអេលៀនសឺផូមួយទៀតគិតថាវាមិនអាចទៅរួចនោះទេហើយជាមានម្នាក់ទៀតមានធម្មពលសាយខិចដែរមកតមួយពួកវាគ្មានអ្នកណាទៀតនោះទេដែលមានធម្មពលសាយខិចនោះគឺជាម៉ូម៉ូនឹងឯងម៉ូម៉ូភ្ញាក់ផ្អើលណាស់នៅពេលដែលឃើញអៃរ៉ាទទួលបានធម្មពល Acrobatic Silky ដោយសារតែអៃរ៉ានិយាយឈ្មោះពិតរបស់អូក្រូនធ្វើឲ្យម៉ូម៉ូអៀនបលែងធម្មពលរបស់នាងហើយក៏ត្រូវបាន Alien Support នោះគ្រប់គ្រងសារជាថ្មីហើយនៅពេលនោះដែរវាក៏បានឆ្លៀតឱកាសទៅដាស់ឈ្នួលរបស់វាឲ្យភ្ញាក់ឡើងវិញបន្ថែមពីនឹងទៀតវាក៏បានចាក់ថ្នាំញៀនទៅចូលឈ្នួលរបស់វាដែរឥឡូវនេះខ្ញុំសូមហៅ Alien បដាងថា Mantis Shrimp ហើយវាក៏បានប្រែប្រួលទៅជា form ខ្លាំងមួយទៀតបែកខ្នាំទៅនៅ form ថ្មីនេះដែរគឺវាខ្លាំងជាង form ចាស់របស់វា10ដងទៅទៀតវាអាចវាប្រហែលពីចង្អែតបានហើយថែមពីនោះទៀតល្បឿនវាលឿនខ្លាំងណាស់អៃរ៉ាក៏ចង់ទៅតក់ក្បាលវាម្ដងទៀតប៉ុន្តែក៏ត្រូវបានវាដាក់ម្ដាយវិញធ្លុះចូលដបោនៅពេលដែលអៃរ៉ាធ្លាក់មកវិញវាចង់វាប្រហាក៏តែក៏ត្រូវបានអូក្រូនជួយទោះបីជាល្បឿនវាលឿនយ៉ាងណាក៏ដោយអូក្រូនក៏បានមើលឃើញយ៉ាងងាយស្រួលហើយអូក្រូនក៏បានរួមដៃគ្នាជាមួយអៃរ៉ាវាយគ្នាបដារំបដាភុងផាំងមើលទៅលយណាស់មកប្រាប់ថានៅជាគ្នាអញ្ចឹងធ្វើឲ្យពួកនឹងវាប្រហាស្រួលណាស់មិនម៉ូចំណែនមែនចំណែនក្តិតហើយអូក្រូននេះក៏ឆ្លៀតនិយាយថាខ្ញុំគឺជាមនុស្សឆ្កងធ្វើឲ្យម៉ូអៀនធ្វើឲ្យប្រកាច់ម្ដងទៀតបន្ទាប់មក3នាក់ហ្នឹងក៏បានជួគ្នាដូចរកដងអញ្ចឹងគណៈពេលហ្នឹងដែរទឹកក៏បានប្រែពណ៌ទៅជាពណ៌វីតងហើយទឹកក៏បានប្រែកលាប់មកលើពួកគេទាំងស្រុងហើយសាឡាទាំងមូលក៏បានប្រែជាទឹកទាំងអស់នៅពេលហ្នឹងហើយកោសាឡាក៏បានចេញខ្លួនមកខ្ញុំច្រឡំហៅកោសាឡាក៏ប៉ុន្តែគេមានឈ្មោះរបស់គេសោះបិសាច Nessie អូក្រូននេះឃើញបិសាចដែលគេធ្លាប់អានក្នុងសភៅឃើញហើយអមិនស្ទើរទេ
វិស័យ Nessie នេះមិនបានធ្វើតាមអ្វីដែល Alien Support នោះប្រាប់នោះទេ Alien Support មួយក៏បាននិយាយថានឹងកាត់ប្រាក់ខែឯង 60% និយាយមកតផុតមកផង Alien Support នោះក៏ត្រូវបានវិស័យ Nessie សម្រាប់ចោលមកនឹងអូក្រុងកាលណាដែលបានឃើញចឹងហើយក៏បានដាក់មេផារត់តែម្ដងតែអូក្រុងរត់នេះមិនបានហៅអៃរ៉ាសោះអៃរ៉ាក៏ត្រូវបាន Mantish បញ្ជូនទៅឋានសួគ៌បានមកអូក្រុងក៏បានរត់ពីការវាយប្រហាររបស់ Alien Mantish នោះតែ Alien Mantish នោះដូចជាសុកបែរជាលងទឹកទៅវិញអូក្រុងប្រហែលជាវាយប្រហារលឿនដោយសារតែមានជើងល្បឿនលឿនរបស់ Turbo Granny ដល់ពេលដែលអូក្រុងចុះទៅចូលក្នុងទឹកភ្លាមក៏បានលងទឹកដែរហើយក៏ស្រែកប្រាប់មកថា Turbo Granny មិនចេះហែកទឹកឡើយបន្ទាប់មកពួកគេក៏បានរត់ម្ដងទៀតឥឡូវនេះបើពួកគេគ្មានមធ្យោបាយនោះទេអៃរ៉ានឹងលងទឹកស្លាប់ជាមិនខានពួកគេក៏បានរស់នៅវិធីផងដែរប៉ុន្តែនៅពេលនោះដែរពីរនាក់ហ្នឹងក៏បានជ្រុះគ្នាទៅវិញមិនបានជាមកចេះស្ដីលើគាត់អញ្ចឹងថាតែគាត់កំពុងតែខំរកវិធីមកជួយអៃរ៉ាដែរអូគ្រូឯងបានជួយអីទាំងអស់អូគ្រូឯងជាអ្នកបង្កើតបញ្ហាថែមទេឥឡូវនេះយើងមកជួបនឹងរឿងនេះដោយសារតែពួកឯងញ៉ៃគ្នានឹងឯងអូគ្រូក៏តបវិញដែរថាពួកយើងមិនញ៉ៃគ្នានោះទេមកក៏នៅតែមិនជឿដោយសារតែនាងបានឃើញផ្ទាល់ភ្នែកហើយឥឡូវនេះមកឲ្យគាត់បកស្រាយសិនបើមកមិនពេញចិត្តនោះទេមកអាចចេញមកនិយាយមកគាត់មកហើយខ្ញុំនឹងបកស្រាយគ្រប់យ៉ាងបើមកឲ្យឱកាសគាត់មកខ្ញុំមិនខ្វល់នោះទេបើអ្នកដែលយល់ច្រឡំហ្នឹងគឺជាអ្នកដតីប៉ុន្តែបើជាម៉ូវិញគឺគាត់មិនអាចឈោមើលបាននោះទេអ្វីដែលសំខាន់នោះគឺម៉ូយល់ពីគាត់កុំមកប៉ាញ៉ាំអារោគចិត្តអាគេខំលួងប៉ុណ្ណឹងជេរគ្នាទៀតពួកគេក៏ត្រូវបានវាប្រហារម្ដងទៀតប៉ុន្តែជាសំណាងអូក្រូនជួយដល់ពេលនោះម៉ូក៏នឹកឃើញវិធីថ្មីមួយទៀតដោយសារតែអូក្រូនស្រានអញ្ចឹងហើយបើច្បាច់ទឹកប្រហែលជាល្អដូចសាប៊ូដោយសារច្បាច់អូក្រូនម្ដងហើយម្ដងទៀតធ្វើអូក្រូនល្អទាំងមុខទាំងលឿនហើយពួកគេក៏បានកាច់ចកោឡើងទៅលើទៅជួយអៃរ៉ាហើយម៉ូក៏បានប្រើប្រាស់ថាមពលរបស់នាងស្រោចស្រង់ទឹកដែលនៅក្នុងគ្រោះអៃរ៉ានោះឲ្យអស់ម៉ូប្រាប់ថាឲ្យដោះកៅទៅអាំងច្បាច់ស្រួលច្បាច់ទៅមុខឲ្យលឿនក៏ដល់ណាMantish ក៏បានងាកទៅឃើញ Alien Support មួយដល់ពេលដែលសួរនិយាយនោះបែរជាឃើញទឹកក្បាលទៅវិញហើយងាកទៅមកខាងទៀត Alien Support មួយក៏បានរត់កិច្ចពីបិសាច Nessie ហើយពួកគេក៏បានរត់កិច្ចទាំងពីរនាក់ទៅហើយ Alien Support ក៏មានម៉ាស៊ីនមួយក៏ហៅថា Kerr ហើយជាវាមានបំណងចង់រួបរวมខ្លួនវានឹងអ្វីមួយអូយមិនតន់ថាប់គ្នាផងឥឡូវដោះកៅមើលគ្នាទៀតហើយមកនិយាយឈួលយ៉ាងទៀងម្ដាយឡើយអាចិត្តងាប់ចិត្តរួនតែគិតនឹងអារឿងហ្នឹងហើយពួកគេក៏បានចុះទៅក្រោមទឹកទៅមើលពួកហ្នឹងប៉ុន្តែក៏ឃើញថា Alien Support នោះក៏បានរួបរวมវាជាមួយបិសាច Nessie បាត់ទៅហើយវាក៏បានសរុបថាមពលតម្រង់បាញ់ពួកគេបាញ់មិនបានយូរមិនបានផងវាក៏អស់ថាមពលម្ដងទៀតមកលើនេះ Alien Support គឺខ្លាំងជាលើកមុនទៅទៀតវាស្រូបទឹកយកមកធ្វើជាថាមពលហើយគឺវាស្រូបតាមបំពង់កអញ្ចឹងហើយដើម្បីយកឈ្នះវាគឺត្រូវវាយបំបែកបំពង់កវាហើយពួកគេក៏បានចូលក្នុងទឹកម្ដងទៀតអៃរ៉ាក៏បានប្រើសក់វែងរបស់នាងទៅចងករបស់វាបំរុងធាក់ក្បាលវាហើយអៃរ៉ាក៏ត្រូវបានកំដប់ដៃរបស់ Mantish អញ្ចឹងហើយបានន័យថាវាក៏បានរួបរวมជាមួយ Mantish ដែរអញ្ចឹងហើយបានន័យថាវាគឺអាចវាប្រហារនៅចិត្តនិងនៅឆ្ងាយបានអៃរ៉ាស៊ីកំដប់ដៃវាមិននឹងចង់គូឈាមវីវជានឹងទៀតគឺវាមានកំដប់ដៃរបស់ Mantish អញ្ចឹងហើយពួកគេចូលវាយចិត្តយ៉ាងម៉េចទៅពួកយើងមានឱកាសបានទៅលើកោកនោះទេបាននៅក្នុងទឹកវិញពួកយើងប្រជាចិត្តរយជាមិនខានអ្វីដែលអូក្រូននិយាយធ្វើឲ្យម៉ូមានកំណត់ថ្មីមួយទៀតតែដោយសារតែពួកគេនិយាយផ្លេចមើលក៏ត្រូវបាន Alien Support នោះវាប្រហារយ៉ាងមកទៅហឹងហើយម៉ូក៏ត្រូវឈោតបតជាមួយនឹង Alien Support ដែលនៅមុខនាងនេះរងចាំឯងលងទឹកស្លាប់គឺយូរណាស់អញ្ចឹងហើយខ្ញុំសុំវាប្រហារទាំងស្រុងបានអត់Alien Support ឃើញជាងហើយក៏ខឹងក៏បានដាក់ម៉ូទាំងស្រុងប៉ុន្តែវាគឺជាផែនការរបស់ម៉ូតែប៉ុណ្ណោះនាងក៏បានប្រើថាមពលរបស់នាងធ្វើឲ្យ Alien Support នៅក្រៅទឹកដោយសារតែ Mantish គឺខ្លាំងបាននៅក្នុងទឹកនោះទេនៅក្រៅកោកវិញគឺមិនខ្លាំងនោះទេហើយដោយសារតែ Alien Support នៅក្នុងទឹកដាក់ម្ដាយមកអស់អញ្ចឹងក៏ធ្វើឲ្យដៃវារលាអស់លីងនៅលើកោកនេះប៉ុន្តែ Alien Support គឺនៅសល់ខ្លួន3សាច់ Nessie ទៀតអញ្ចឹងហើយវាក៏បានទៅចាប់ម៉ូជាមួយទឹកតែម្ដងវាបំរុងចង់ជាមួយម៉ូឲ្យលងទឹកស្លាប់អៃរ៉ាក៏បានប្រើសក់របស់នាងទៅចងកវាហើយក៏បានធ្វើជាផ្លូវឲ្យអូក្រូនរត់ទៀតផងហើយដោយសារតែម៉ូបើកផ្លូវទៀតនោះអូក្រូនក៏ស្ទុះទៅយកតែម្ដងត្រង់នេះហើយគឺជាមួយក្បាច់ផ្ដាច់ជីវិតយកតែម្ដងពួកគេក៏បានយកឈ្នះទៅលើ Alien Support ហើយពួកគេក៏បានត្រឡប់មកកាន់ពិភពដើមវិញហើយពួកគេសប្បាយចិត្តណាស់នៅពេលដែលពួកគេត្រឡប់មកវិញតែចរាយយកស្អីពួកគេក៏បានផ្លេចថាខ្លួនឯងគឺស្រាលហើយនៅក្នុងសាលាទៀតហើយសិស្សនៅក្នុងសាលាក៏បានមកមើលពួកគេយ៉ាងសន្ធប់សន្ធាប់មានទាំងអ្នកស្បែកមើលនិងអ្នកបច្រៀតមកត្រៀមថតទៀតហើយពួកគេមិនចាំយូរនោះទេក៏បានរត់ទៅទាំងចឹងហ្មងហើយអៃរ៉ាមកវិញណាមកម្លេះមកចូលរត់ដែរអាណិតអូក្រូអត់មានអីស្លៀកយកបានតែយកដៃតុបហ្មងអៃរ៉ាវិញនឹងអស់គេឈ្មោះមកទៅហើយភាគហ្នឹងក៏ចាប់ត្រង់ហ្នឹងទៅវីដេអូលើកនេះរៀងចេញយូរបន្តិចដោយសារខ្ញុំបានជួបប្រទះបញ្ហាជាច្រើនអញ្ចឹងខ្ញុំសូមឲ្យអ្នកនេះជួយអានគ្រោះផងបានតែអ្នកនេះបញ្ចេញក្នុងវីដេអូនេះសូមជួយ Subscribe Share Like ឬ Comment ខ្ញុំអង្គុយអានហើយវីដេអូមានតែប៉ុណ្្នឹងឯងជួបគ្នានៅវីដេអូក្រោយ